ប្រយ័ត្នចេញបោកគេឲ្យដាក់អាហារូបករណ៍ជាពិសេសបងប្អូនដែលទៅប្រចប់ថ្នាក់ទី12ខ្ញុំមានបទពិសោធន៍មួយដែលចង់មកចែករំលែកដល់អ្នកទាំងអស់គ្នាដោយសារតែថ្មីហ្នឹងបងអូនខ្ញុំគាត់ចាប់ថ្នាក់ទី12ដែរហើយគាត់ចង់ដាក់អាហារូបករណ៍ទៅវៀតណាមបន្ទាប់មកខ្ញុំឃើញpage របស់សហគមន៍ដែលគាត់ផុសថានឹងមានអាហារូបករណ៍ឲ្យក៏ប៉ុន្តែពេលដែលយើងឆាតទៅយើងឃើញ Telegram ហ្នឹងអត់មានឈ្មោះអត់មានអីត្រឹមត្រូវហើយទៅពេលដែលយើងមើលរូបមើលអីក៏អត់ឃើញដែរមួយថ្ងៃក្រោយមកគាត់ក៏បានតបឆាតនឹងហើយគាត់សុំខលមកហើយខ្ញុំក៏ទទួលខលរបស់គាត់អញ្ចឹងខលហ្នឹងដំបូងគាត់និយាយសួរនាំយើងថាតើអ្នកដែលចង់ដាក់អាហារូបករណ៍ហ្នឹងគាត់ទទួលបាននិទេសអីគាត់សិក្សាកិរិតអង្កាលគាត់នៅរៀននៅមានអត់សភៅហ្នឹងហើយអង្កាលគាត់រៀនបានមធ្យមភាពប៉ុន្មានដែរគាត់ចង់រៀនជំនាញអីនៅណាអញ្ចឹងណាបន្ទាប់ពីហ្នឹងមកគាត់ព្យាយាមប្រាប់ថាងាយទេអាហារូបករណ៍នឹងដាក់ទៅដឹងតែជាប់ហើយបើសិនជាយើងប៉ុណ្ណឹងអីចឹងបន្ទាប់មកទៀតគាត់ក៏ចាប់ផ្ដើមនិយាយរឿងលុយថាបើសិនជាយើងដាក់ទៅត្រូវការរត់ឯកសារអស់ប្រហែលម៉ានហើយថាគាត់ហ្នឹងយកខ្លួនគាត់ទៅជា reference អញ្ចឹងសរុបពួកគាត់គឺជា agency ទេមិនមែនជាអ្នកដែលឲ្យអាហារូបករណ៍តាមរយៈក្រសួងតាមអីទេខ្ញុំក៏បានប្រាប់គាត់ទៅវិញថាបើសិនជាមានការចំណាយគ្រួសាររបស់ខ្ញុំមិនមានលទ្ធភាពទៅលើការចំណាយទាំងអស់ហ្នឹងទេបន្ទាប់ពីនឹងមកទៀតគាត់បានព្យាយាមប្រាប់យើងថាបើសិនជាយើងទៅដាក់តាមរយៈគេផ្សេងវាអស់ច្រើន$5,000-6,000ឬក៏ខ្ទង់ដល់$10,000តែបើដាក់តាមរយៈគាត់អស់តែ$600ទេអញ្ចឹងខ្ញុំចាប់ផ្ដើមចម្លែកចិត្តហើយថានិយាយទៅចម្លែកចិត្តតាំងពីដំបូងថាអាហារូបករណ៍អីហេតុអីគាត់អត់ផុសនៅ website អញ្ចឹងហេតុអីមកផុសនៅអញ្ចឹងហើយតាមសាលាបើឲ្យតាមរយៈសាលាគួរតែសាលាផុសនៅលើ website វាមិនផុសអញ្ចឹងហើយមួយទៀតគឺការឆាតសួរតាម Telegram ហើយ Telegram អត់មានឈ្មោះគាត់ត្រឹមត្រូវអត់មានរូបត្រឹមត្រូវ Facebook អីក៏លក្ខណៈថាវាមើលទៅវាអាចគួរឲ្យទុកចិត្តបានណាមួយទៀតអ្នកទាំងអស់គ្នាគឺការទារលុយនឹងហ្មងការទារលុយហ្នឹងគឺចាប់ផ្ដើមចម្លែកហើយបើសិនជាការប្រឡងបញ្ចេញអាហារូបករណ៍គឺយើងអស់លុយទៅលើថ្លៃដាក់ពាក្យទេហើយបន្ទាប់មកទៅមានប្រសេសអីផ្សេងទៀតណាពាក់ព័ន្ធមួយវីសាអីតោះតែយើងប្រឡងចប់ហើយទៅត្រូវការរត់ការឯកសារវីសាហើយបើសិនជាយើងប្រឡងតាមរយៈក្រសួងគឺក្រសួងធ្វើឲ្យអាហារូបករណ៍វៀតណាមអីរាល់ឆ្នាំគឺក្រសួងគាត់ជាអ្នកចាត់ចែងអញ្ចឹងអ្នកទាំងអស់គ្នាធ្វើត្បិតថាចង់ជាប់អាហារូបករណ៍ក៏ប៉ុន្តែក៏ត្រូវតែមើលពុំមានឲ្យស្រួលបួលដែរមិនថាសាលាជំនាញដែលយើងរើសហើយយើងដាក់ហ្នឹងទៅដាក់ទៅតាមរយៈអីគេហើយប្រាក់ខែឲ្យហ្នឹងយើងចាយគ្រាន់អត់ស្ថានភាពរស់នៅសាលាហ្នឹងវាមិនដែរវាស៊ីមួយអីដែលយើងត្រូវការអត់មិនមែនថាយើងចង់ដាក់អាហារូបករណ៍ហើយយើងចេះតែដាក់ទៅទេព្រោះជួនកាលអ្នកខ្លះច្រើនមែនតើអ្នកគាត់ទៅហើយគាត់នៅអត់បានណាដោយសារតែបញ្ហាជំនាញហ្នឹងគាត់អត់ស្រឡាញ់ឬក៏សាលាហ្នឹងវាអត់ឆ្លើយតបទៅនឹងអ្វីដែលគាត់ត្រូវការឬមកចំនួនទៀតគាត់ដាក់តាមរយៈអាហារូបករណ៍ហ្នឹងហើយគេបោកគាត់ណាដោយមានបុគ្គលមួយចំនួនគាត់យកលុយមកតង់ឲ្យពីខ្មែរតែនៅពេលទៅដល់វៀតណាមគាត់នៅទារលុយមកតង់ទៀតអញ្ចឹងហើយអ្នកខ្លះគាត់ជួបការលំបាកអញ្ចឹងវាពិបាកដែរអញ្ចឹងអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងផងជាពិសេសបងប្អូនទី12ដែលគាត់ចង់ដាក់អាហារូបករណ៍បាយបាយ